បាទអនុញ្ញាតគោរពជម្រាបសួរប្រិមត្តទូរទស្សនិកជនជាទីមេត្រីដែលនិយមតាមដានទស្សនារកការផ្សាយរបស់អង្គភាពសារព័ត៌មាន TV Facebook នៅព្រឹកថ្ងៃទី21ខែមិថុនាឆ្នាំ2025នេះនៅចំណុចស្រះបាទដ៏ធំមួយកន្លែងនេះដែលគេជីកប្រិមត្តទូរទស្សនិកជនបាទដែលបរោះដែលបានមកលោតទឹកនៅកន្លែងស្រះនេះកាលពី3ថ្ងៃមុនគឺកាលពីថ្ងៃពហុឥឡូវនេះគឺបានអណ្ដែតហើយសពគឺក្រុមគ្រួសារកំពុងតែឲ្យអាចារ្យហ្នឹងលោកសូត្រតងព្រលឹងបាទគាត់យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរសូមប្រិយមិត្តតាមដានបន្តទៀតពាក់ព័ន្ធទៅនឹងការប្រទះឃើញសពបរិសុខាងលើនេះនៅព្រឹកថ្ងៃទី21នេះគឺស្ថិតនៅក្នុងទឹកដីខណ្ឌដង្កោបាទអញ្ចឹងសូមប្រិយមិត្តតាមដានបន្តទៀតផងដែរបាទយកទៅបាត់ទៅទូតែក្នុងករណីដល់គឺកសលចៃឲ្យបានចិត្តបានចាត់ចែងមកសូមឲ្យពលរដ្ឋពិសាទៅបាទអាណិតបាទបងអូនប្រុសសវណ្ណមនីរៈបាទដោយសារយើងអត់ទាន់ដឹងថាគាត់លោតទឹកសម្រាប់ខ្លួនឬជាករណីអ្វីផ្សេងក្រៅពីហ្នឹងទេនេះជាបងស្រីបង្កើតរបស់បងប្រុសបាទអរគុណច្រើនអូនបងបងអូនសូមអធិស្ឋានតិចបងបងអូនប្រុសដែលបានបាត់ខ្លួនចេញពីផ្ទះហ្នឹងគឺបាត់តាំងថ្ងៃណាមកដែរបងបាត់ពីថ្ងៃពហុពេលព្រឹកបងតែថ្ងៃពហុពេលព្រឹកហ្នឹងគ្នានឹងអង្គុយកន្លែងកាហ្វេដល់ទៅម៉ោង10កន្លះ10កន្លះព្រឹកហើយគ្នាបានចេញមកអញ្ចឹងគាត់បិទទូរស័ព្ទបិទតំណឹងតាំងពីថ្ងៃពហុនេះម៉ោង10កន្លះហ្នឹងមករហូតគាត់បិទទូរស័ព្ទបាទចាហើយបាត់តំណឹងដល់ថ្ងៃហ្នឹងតែខ្ញុំអត់មានអារម្មណ៍អីទេទុំតែថ្ងៃសុកអ្នកផ្ទះគឺមានអារម្មណ៍មួយអត់ដឹងថាបែបម៉េចបាននៅសុកបាននៅសុកមានអារម្មណ៍ថាយំមកផ្ទះថ្ងៃសុកបងពេលល្ងាចពួកខ្ញុំអត់ដឹងថានៅសុកវាមានអារម្មណ៍អីដែលធ្វើឲ្យពួកខ្ញុំមកផ្ទះយំទាំងអស់នៅសុកហើយព្រឹកឡើងគឺបដោះទៅនឹងមកថាឃើញបងអូនបន្តបងអូនខ្ញុំអីចឹងទៅបងចាតែយើងមានដឹងថាគាត់និយាយប្រាប់យើងថាគាត់មានពិបាកផ្លូវចិត្តឬអីខ្ញុំស្ងាត់ណាស់ទោះមានរឿងអីក៏គិតតែឯងដែរពួកខ្ញុំអត់ឲ្យពួកខ្ញុំឃើញមុខខ្មៅចេញពីក្នុងខ្ញុំក៏សួរថាអូនឯងមានរឿងអីមួយប៉ាម៉ាក់អីសួរមានរឿងអីអត់មានអីទេបងអត់មានអីទេនិយាយទៅគ្នាស្ងាត់គ្នាអត់ហ៊ានមកអីទេគ្នាស្ងាត់ទាំងអស់គ្នាហ៊ានប្រាប់និយាយទៅប្រាប់អ្នកផ្ទះក៏បងអូនមកប្រាប់ដែរគឺគ្នាតែឯងអីតែឯងទាំងអស់បងគិតតែឯងអីតែឯងទាំងអស់ខ្ញុំទៅដេញដល់សួរដែរតែគាត់អត់ដាច់ទៅចេញអីទេបាទចាអរគុណច្រើនបងសូមចូលរួមលេខទុកផងបងបាទអរគុណបាទប្រិមត្តទស្សនិកជនជុំវិញទីតាំងកន្លែងកើតហេតុនេះគឺស្ថិតនៅក្នុងភូមិអន្លង់កងចាស់បាទដែលស្ថិតនៅក្នុងសង្កាត់ព្រៃសរខណ្ឌដង្កោរាជធានីភ្នំពេញតាមប្រភពព័ត៌មានដែលខ្ញុំទទួលបានពីបងប្អូនប្រជាពលរដ្ឋគឺជាពិសេសគឺពីសាច់ញាតិថាដំបងឡើយហ្នឹងគឺគាត់បានជិះម៉ូតូមកឈប់នៅខាងនោះបាទជិះម៉ូតូមកឈប់នៅកន្លែងនោះហើយបានលោតចូលទៅក្នុងទឹកហើយប្រភពព័ត៌មានបន្ថែមទៀតថាគឺគាត់អត់ចេះហែទឹកទេហើយក៏បានលង់ទឹកស្លាប់នៅនឹងទីតាំងកន្លែងកើតហេតុផងដែរឥឡូវនេះគឺកម្លាំងសមត្ថកិច្ចជំនាញចក្ខុនិងកសលវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកកំពុងតែត្រួតពិនិត្យទៅលើសាកសពផងដែរហើយចំណែកអាចារ្យនោះគឺកំពុងតែតងព្រលឹងបរោះខាងលើហើយក្រុមគ្រួសារនឹងបន្តិចទៀតបន្ទាប់ពីសមត្ថកិច្ចលោកធ្វើកសលវិច័យចប់
ពួកគាត់នឹងយកទៅធ្វើបន់តាមប្រពៃណីផងដែរពាក់ព័ន្ធទៅនឹងករណីនេះគឺយើងមិនទាន់ដឹងអំពីមូលហេតុនៃការស្លាប់របស់គាត់ទេមិនដឹងថាគាត់បើន័យថាយើងមិនទាន់ដឹងច្បាស់លម្អិត 100% មិនដឹងថាគាត់ពិបាកចិត្តរឿងអីរហូតបានមកបញ្ចប់ជីវិតនៅទីតាំងកន្លែងនេះហើយមិនដឹងថាគាត់នៅក្នុងចិត្តគាត់នឹងមានបញ្ហាអីគឺយើងអត់ទាន់ដឹងច្បាស់ទេអញ្ចឹងសូមបញ្ជាក់ទៅកាន់ប្រិយមិត្តផងដែរថាការស្លាប់របស់គាត់ជាក់ស្ដែងគឺយើងឃើញគឺលងទឹកបាទប៉ុន្តែពាក់ព័ន្ធនឹងករណីអីផ្សេងយើងអត់ទាន់ដឹងទេហើយនេះខ្ញុំបានសំណាងក៏សូមបិទបញ្ចប់នៅការផ្សាយតែត្រឹមនេះបើសិនជាមានពាក្យពេចន៍ត្រង់ណាមិនសមរម្យសូមមេត្តាខន្តីអភ័យទោសពីសំណាក់ប្រិយមិត្តផងបាទសូមអរគុណសូមគោរពលា